ថ្ងៃនេះនាងខ្ញុំមកចង់បង្ហាញជាមួយម្ហូបងាយៗគឺឆាបចិត្តជាមួយនឹងសាច់ជ្រូកជាប់ខ្លាញ់តិចៗបងប្អូនអរគ្នាចាជាមួយនឹងបន្លែវិញគឺយើងមានជាមួយនឹងផ្ចិតយើងមានជាមួយសាច់ជ្រូកដែលយើងបានហាន់រួចនិងខ្ទឹមដែលយើងបានចិញ្ច្រាំរួចបងប្អូនអរគ្នាចាជំហានដំបូងយើងគ្រាន់តែដាក់ខ្ទះនៅលើចក្រានទៅបងប្អូនហើយយើងបើកភ្លើងដើម្បីឲ្យខ្ទះរបស់យើងក្តៅយើងចាប់ផ្ដើមដាក់ជាមួយនឹងប្រេងឆាចូលដោយសារខ្ញុំដាក់ខ្ទះមើលទៅខាងហ្នឹងវារៀងឆ្កងដៃចឹងបងប្អូនអរគ្នាចាខ្ញុំដូរខ្ទះរបស់ខ្ញុំគឺដាក់ម្ខាងទៀតឥឡូវខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងខ្ទះយើងចូលដើម្បីបើកជាមួយនឹងភ្លើងដើម្បីដាក់ខ្ទះរបស់យើងក្តៅយើងចាក់ប្រេងឆាចូលអញ្ចឹងបងប្អូនអរគ្នាចាគឺខ្ញុំដូរខ្ទះគឺខាងហ្នឹងមកទៅតំណងជាងអញ្ចឹងបងប្អូនអរគ្នាចាហើយថ្ងៃនេះគឺខ្ញុំថតវីដេអូដាក់កាមេរ៉ាមើលទៅរៀងនឹងបងប្អូនអរគ្នាចាអត់សូវរៀងវេកាមេរ៉ាដូចថ្ងៃមុនទេបងប្អូនអរគ្នាចាវិធីដំបូងយើងត្រូវការដាក់ជាមួយខ្ទះយើងលើចង្ក្រានហើយយើងឲ្យខ្ទះយើងក្តៅចឹងទៅយើងដាក់ប្រេងឆាចូលបងប្អូនអរគ្នាចាដាក់ប្រេងឆាមកល្មមនិងមកគួរសមហើយយើងដាក់ជាមួយនឹងខ្ទឹមដែលយើងបំពងចាខ្ទឹមដែលយើងបានចិញ្ច្រាំរួចយើងមកបំពងមកបងប្អូនដាក់វាចូលប្រេងឆាយើងទៅយើងដាក់វាកាយវាអស់ជាមួយខ្ទឹមដែលយើងបានចិញ្ច្រាំរួចហ្នឹងបន្ទាប់មកទៀតយើងចាប់ផ្ដើមធ្វើការលីងវាបងប្អូនអរគ្នាចាដោយសារតែខ្ញុំបើកភ្លើងរៀងខ្លាំងពេកធ្វើឲ្យខ្ទឹមរបស់ខ្ញុំរៀងឡើងក្រហមរៀងខ្លោចខ្លាំងបងប្អូនអរគ្នាចាពេលដែលខ្ទឹមរបស់យើងរៀងក្រហមហើយបងប្អូនចាប់ផ្ដើមដាក់ជាមួយនឹងសាច់ហើយជាមួយនឹងសាច់ជ្រូកខ្ញុំមិនសូវប្រើសាច់ច្រើនមែនទេបងប្អូនដោយសារតែខ្ញុំចូលចិត្តសាច់តិចបងប្អូនដល់ពេលខ្ញុំឆាហើយគឺសាច់ហ្នឹងគឺវាច្រើនជាងអាបន្លែដែលខ្ញុំដាក់បងប្អូនអរគ្នាចាហើយឥឡូវខ្ញុំចាប់ផ្ដើមដាក់លេងសាច់បងប្អូនអរគ្នាចាយើងលេងសាច់យើងឲ្យរៀងឆ្អិនតិចទៅចាំយើងដាក់ជាមួយនឹងគ្រឿងក្រៅបងប្អូនអរគ្នាចាហើយជាមួយនឹងគ្រឿងក្រៅដំបូងខ្ញុំដាក់ជាមួយនឹងប្រេងខ្យងបងប្អូនធ្វើឲ្យសាច់យើងវាទន់អញ្ចឹងណាមានរសជាតិឆ្ងាញ់ជាមួយនឹងប្រេងខ្យងចាដាក់ជាមួយនឹងប្រេងខ្យងនេះហើយខ្ញុំចាប់ផ្ដើមមកលេងជាមួយសាច់យើងដើម្បីឲ្យវាចូលជាតិជាមួយប្រេងខ្យងបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងគ្រឿងទឹកត្រីស្ករប៊ីចេងណាបងប្អូនអរគ្នាចាទឹកត្រីស្ករប៊ីចេងហើយយើងដាក់ជាមួយនឹងអំបិលរ៉ូឌីតិចទៅដោយសារថ្ងៃនេះអំបិលរ៉ូឌីតែខ្ញុំវាអស់ចឹងទៅខ្ញុំអត់បានដាក់ទេបងប្អូនអរគ្នាហើយជាមួយរសជាតិវិញតាមចំណង់ចំណូលចូលចិត្តដែលយើងចូលចិត្តចង់ប្រៃឬក៏សាបផ្អែមអីចឹងទៅបងប្អូនហើយជាមួយនឹងនាងខ្ញុំធ្វើម្ហូបរាល់ថ្ងៃនាងខ្ញុំអត់ចូលចិត្តប្រៃមែនទេបងប្អូនដូចតែរសជាតិមកល្មមចាពីរួមទៅនឹងអាចទទួលយកបានអញ្ចឹងបងប្អូនអរគ្នាចាអញ្ចឹងខ្ញុំចាប់ផ្ដើមលេងជាមួយនឹងសាច់របស់យើងហ្នឹងលេងឲ្យបានឆ្អិនល្អបានខ្ញុំដាក់ជាមួយនឹងបន្លែបងប្អូនអរគ្នាចាកាលណាដែលយើងលេងសាច់បានឆ្អិនអញ្ចឹងទៅវាអាចធ្វើឲ្យសឡរបស់យើងគឺអត់មានក្លិនឆ្អាបសាច់ជ្រូកទេបងប្អូនអរគ្នាចាឥឡូវនាងខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងគ្រឿងក្រៅចាឥឡូវនាងខ្ញុំចាក់ជាមួយនឹងទឹកត្រីចូលបន្តិចបងប្អូនអរគ្នាចាដើម្បីឲ្យរសជាតិសាច់ជ្រូករបស់យើងវាកាន់តែឆ្ងាញ់ទៀតអញ្ចឹងបងប្អូនអរគ្នាចាដោយសារតែវីដេអូនេះខ្ញុំថតទៅវារៀងslow បងប្អូនអរគ្នាចាស្ដាប់ទីចិត្តអស់ថ្មបងប្អូនណាចាប៉ុន្តែទោះតែទូរស័ព្ទអស់ថ្មឧបសគ្គយ៉ាងណាក៏ដោយក៏ខ្ញុំនៅតែបន្តការធ្វើវីដេអូខ្ញុំបន្តទៀតបងប្អូនអរគ្នាចាឥឡូវសាច់របស់យើងចាប់ផ្ដើមរៀងឆ្អិនហើយខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងផ្ចិតចូលបងប្អូនហើយផ្ចិតហ្នឹងគឺច្រើនគ្រាន់ដែរបងប្អូនអរគ្នាចាដោយសារតែប្រភេទបន្លែផ្ចិតហ្នឹងបើកាលណាដែលវាទ្រង់ទៅគឺវាឃើញតិចទេបងប្អូនអរគ្នាចាអត់ច្រើនដូចពេលដែលយើងដាក់ពេលដែលផ្សិតយើងនៅឆាទេបងប្អូនអរគ្នាចាឥឡូវនេះខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងផ្ចិតចូលហើយបងប្អូនអរគ្នាចាអញ្ចឹងឲ្យផ្ចិតរបស់យើងរៀងពុះតិចទៅយើងចាប់ផ្ដើមបិទជាមួយនឹងគម្របឆ្នាំដោយផ្ចិតរបស់យើងហ្នឹងគឺវាបានតុនបន្លែឆាប់បានឆ្អិនអញ្ចឹងបងប្អូនអរគ្នាចាឥឡូវនេះខ្ញុំចាប់ផ្ដើមធ្វើការបិទគ្របឆ្នាំងដើម្បីឲ្យស្លរបស់យើងគឺឆាប់ឆ្អិនជាមួយបន្លែណាបងប្អូនឥឡូវខ្ញុំបានបិទគ្របឆ្នាំងបន្ទុកហើយឥឡូវស្លរបស់នាងខ្ញុំចាប់ផ្ដើមរៀងឆ្អិនណាបងប្អូនអរគ្នាចាឥឡូវខ្ញុំចាប់ផ្ដើមមកឆាវាដើម្បីឲ្យចូលជាតិគ្នាអញ្ចឹងបងប្អូនអរគ្នាចាដល់ពេលយើងឆាវាឲ្យចូលជាតិហើយមើលទៅតំណងខ្លាំងមែនតើដោយសារតែបន្លែយើងក៏រៀងឆ្អិនគ្រាន់ដែរប៉ុន្តែដោយសារមុខម្ហូបឆាគឺជាទូទៅគឺខ្ញុំចូលចិត្តញ៉ាំម្ហូបរៀងឆ្អិនអីចឹងបងប្អូនចាខ្ញុំអត់ចូលចិត្តញ៉ាំបន្លែច្រកទេបងប្អូនអរគ្នាចាមិនថាប្រភេទផ្សិតមិនថាប្រភេទបន្លែផ្សេងទេបងប្អូនអរគ្នាគឺខ្ញុំធ្វើការថាមទឹកជាមួយស្លយើងបន្តិចដែរបងប្អូនឲ្យទឹកមានទឹកស្លតិចចឹងទៅគឺមានរសជាតិឆ្ងាញ់ណាបងប្អូនអរគ្នាចាឥឡូវនាងខ្ញុំបានថាមទឹកស្លចូលទៅស្លរបស់យើងហើយទឹកស្លរបស់យើងចាប់ផ្ដើមពុះបងប្អូនអរគ្នាចាដោយសារតែវារៀងរសជាតិរៀងដិតអញ្ចឹងទៅគឺខ្ញុំដាក់ថាមស្ករបន្តិចបងប្អូនអរគ្នាចាដើម្បីឲ្យវាមានជាតិផ្អែមបន្តិចឲ្យវាមានជាតិកាន់តែឆ្ងាញ់ទៀតបងប្អូនឃើញទេឥឡូវស្លយើងចាប់ផ្ដើមឆ្អិនហើយបងប្អូនអរគ្នាចានិយាយរួមទៅគឺមុខម្ហូបនេះគឺងាយស្រួលបំផុតបងប្អូនអត់ពិបាកធ្វើទេបងប្អូនអញ្ចឹងយើងទុកវាមួយស្ទុះដើម្បីបន្លែយើងវាបានឆ្អិនទៅចាំយើងដួសដាក់ចានដើម្បីញ៉ាំអញ្ចឹងបងប្អូនអរគ្នាចាមុខម្ហូបនេះគឺងាយស្រួលខ្លាំងបំផុតបងប្អូនដែលគាត់ចង់ប្រញាប់ធ្វើម្ហូបដើម្បីញ៉ាំអីបងប្អូនគឺអាចជ្រើសជាមួយនឹងមុខម្ហូបនេះបានគឺឆាបចិត្តជាមួយនឹងសាច់ជ្រូកឥឡូវមុខម្ហូបរបស់នាងខ្ញុំគឺបានឆ្អិនហើយបងប្អូនអរគ្នាចាឥឡូវនាងខ្ញុំចាប់ផ្ដើមដួសដាក់ចានដើម្បីញ៉ាំបាយពេលថ្ងៃបងប្អូនអរគ្នាចាមុខម្ហូបបែបងាយៗប៉ុន្តែមានរសជាតិឆ្ងាញ់ញ៉ាំហើយគឺជាប់ចិត្តតែម្ដងចាហើយជាមួយនឹងចិត្តសបាងនេះគឺជាបន្លែធម្មជាតិបងប្អូនអរគ្នាចាឥឡូវនាងខ្ញុំបានធ្វើរួចហើយបងប្អូនគឺទំនង